ត្រៀមអាវរងាចាប់ពីស្អែកកម្ពុជានឹងចុះត្រជាក់ពេលយប់និងព្រឹកដល់ពាក់កណ្ដាលខែមករាខណៈប៉ុន្មានខេត្តនេះអាចចុះដល់14អង្សានៅព្រឹកថ្ងៃទី6ខែមករាឆ្នាំ2026នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីទូនដំណឹងឲ្យបានដឹងថាបន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមកក្រសួងរកឃើញថារបបខ្យល់មូសុងអេសានមានឥទ្ធិពលខ្លាំងហើយបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី7ដល់ថ្ងៃទី15ខែមករាឆ្នាំ2026មានលក្ខណៈដូចតទៅ1តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរិមា17អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា30អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងឦសានមានល្បឿនមធ្យម5ម៉ែត្រក្នុងវិនាទីខេត្តឧត្តរមានជ័យខេត្តបាត់ដំបងខេត្តសៀមរាបខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំងខេត្តកំពង់ធំខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តព្រៃវែងខេត្តកណ្ដាលខេត្តស្វាយរៀងខេត្តតាកែវនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេ2តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរិមា14អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា28អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម6ម៉ែត្រក្នុងវិនាទីខេត្តឧត្តរមានជ័យខេត្តប៉ៃលិនខេត្តព្រះវិហារខេត្តក្រចេះខេត្តរតនគិរីខេត្តមណ្ឌលគិរីខេត្តកំពង់ស្ពឺខេត្តស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញជួរភ្នំដងរែកនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរិមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុងវិនាទីខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតនិងខេត្តកែបពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរិមា0.50ម៉ែត្រនិងកម្ពស់មធ្យមអតិបរិមា1.00ម៉ែត្រតាមរយៈការព្យាករណ៍នេះក្រសួងធនធានទឹកនិងឧតុនិយមសូមឲ្យសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់ជាមួយនឹងខ្យល់កន្ត្រាក់ជាពិសេសត្រជាក់នៅពេលយប់និងពេលព្រឹកហើយថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុចា៎ពុកម៉ែបងប្អូនចាអាច share និងចែករំលែកបានចាដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់តែឃើញថាចាប់ពីថ្ងៃស្អែកកម្ពុជានឹងចុះត្រជាក់នៅពេលយប់និងព្រឹកដល់ពាក់កណ្ដាលខែមករាខណៈដែលប្រមាណខែនេះអាចចុះដល់រហូតដល់14អង្សាសេឯណោះតែឃើញថានៅក្នុងព្រឹកថ្ងៃទី6ខែមករាឆ្នាំ2026នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញនូវសេចក្តីជូនដំណឹងឲ្យបានដឹងផងដែរថាបន្ទាប់ពីធ្វើការតាមដាននិងវិភាគនិងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមកក្រសួងក៏បានរកឃើញថារបបខ្យល់មូសុងអេសានគឺមានឥទ្ធិពលខ្លាំងហើយក៏បានបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាផងដែរដោយស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនឹងចុះត្រជាក់ចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី15ខែមករាឆ្នាំ2026ខាងមុខនេះហើយតាមរយៈការព្យាករណ៍នេះផងដែរចៅក្រសួងធនធានទឹកនិងឧតុនិយមក៏សូមឲ្យសាធារណជននឹងមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតផងដែរអំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់ជាមួយនឹងខ្យល់កន្ត្រាក់ជាពិសេសនឹងគឺត្រជាក់នៅពេលយប់និងពេលព្រឹកហើយថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ